ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរនេះខ្ញុំមកធ្វើសម្លស្ងោរស៊ុបសាច់មាន់ចាសូមអញ្ជើញបងប្អូនទស្សនាវីដេអូទាំងអស់គ្នាចាជាដំបូងខ្ញុំត្រូវដាំទឹកឲ្យពុះជាមុនសិនចាពេលដែលទឹកយើងពុះហើយយើងចាប់ផ្ដើមយកសាច់មាន់ដែលយើងបានលាងសម្អាតឲ្យស្អាតហ្នឹងយកមកដាក់ចូលខ្ញុំមានភ្លៅមាន់មួយហើយនិងស្លាបមាន់ហើយខ្ញុំបានដាក់បន្ថែមដូចជាផ្សិតខ្មៅពត្រាក្រហមហើយនឹងខ្ទឹមសហើយនឹងគល់ខ្ទឹមផងដែរជួយឲ្យទឹកស៊ុបយើងវាកាន់តែមានរសជាតិឆ្ងាញ់ខ្ញុំប្រើរ៉ូឌីបន្តិចហើយនឹងទឹកស៊ីអ៊ីវហើយស្ករខ្ញុំប្រើស្ករត្នោតខ្មែរយើងហើយចង់ចូលព្រាបាយហើយអំបិលមួយចឹបផងដែរចាតមកទៀតយើងក៏កូរវាកូរគ្រឿងឲ្យរលាយចូលជាមួយនឹងទឹកស៊ុបទៅគ្រឿងរបស់យើងងាយទេហើយយើងគ្រប់ទឹករមាស់ចោលចាបន្ទាប់ពីយើងរមាស់ទុកបានមួយសន្ទុះយើងក៏មកថែមបន្លែរបស់យើងបន្លែដែលខ្ញុំបានត្រៀមទុកមុនហ្នឹងបងខ្ញុំប្រើពោតចំនួន2ផ្លែខ្ទឹមបារាំង1ផ្លែតូចដាឡូងបារាំង1ផ្លែហើយនិងទឹកការ៉ុត1ផ្លែយើងដាក់បន្លែយើងចូលលាងទឹកលាងអីសម្អាតឲ្យស្អាតទៅណាបងហើយយើងក៏បានដាក់ចូលហើយក៏យើងកូរវាបន្លែឲ្យទៅក្រោមទៅហើយខ្ញុំទឹកស៊ុបហ្នឹងខ្ញុំប្រើទឹកចំនួន1លីត្រកន្លះព្រោះខ្ញុំត្រូវការងាស់ហើយស៊ុបនេះយើងមិនបាច់កូរវាច្រើនទេបងយើងងាស់វាទុកចោលរយៈពេល1ម៉ោងទៅបងមានឆ្នាំងអគ្គិសនីកាន់តែល្អយើងងាស់វាហឹមតិចទៅវាចេញជាតិពីបន្លែរបស់យើងហើយកូនក្មេងញ៉ាំល្អបងអានេះបន្ទាប់ពីយើងរំងាស់ទុកបានរយៈពេល1ម៉ោងខ្ញុំងាស់នឹងតិចយើងបើកភ្លើងតិចទៅហើយមកភ្លក់រសជាតិទឹកស៊ុបមានរសជាតិឆ្ងាញ់មែនទែនមានជាតិឥឡូវខ្ញុំមកដួសឲ្យកូនបើខ្ញុំភ្លក់ហើយខ្ញុំដាក់សាច់ផ្សេងហើយខ្ញុំយកបន្លែដែរឲ្យគាត់កាន់ញ៉ាំចាចំពោះវីដេអូយើងថ្ងៃនេះដែរស្ងោរស៊ុបសាច់មាន់ក៏បានរួចរាល់ហើយចាអរគុណច្រើនបងប្អូនដែលបានចំណាយពេលវេលាទស្សនាតាំងពីដើមរហូតដល់ចប់ជួបគ្នាវីដេអូក្រោយទៀតបាយបាយអរគុណច្រើនជម្រាបលា